ស្ថានភាពព្រំដែនកាន់តែអាក្រក់រវាងកម្ពុជានិងថៃគណៈដែលកងយោធាថៃបានពង្រីកការវាយប្រហារជាលើកទី2មកលើកងទ័ពកម្ពុជានិងគោលដៅស៊ីវិលនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថាភារកិច្ចចម្បងនិងចំពោះមុខរបស់រដ្ឋាភិបាលគឺការពារប្រជាជននិងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅលើបណ្ដាញសង្គមផ្លូវការនារសៀលថ្ងៃទី8ខែធ្នូឆ្នាំ2025សម្ដេចធិបតីបានបង្ហោះសារខ្លីដែលមានខ្លឹមសារថាភារកិច្ចចម្បងនិងចំពោះមុខរបស់រដ្ឋាភិបាលគឺ1ប្រជាជននិង2ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាសំណេរនេះបានបញ្ចេញបន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំងនិងប្រជាជនស៊ីវិលនៅទិសយុទ្ធភូមិភាគទី4ក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យចាប់ពីព្រឹកម៉ោង 5:04 នាទីនៅថ្ងៃទី8ខែធ្នូមកយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ដោយនៅវេលាម៉ោង 13:36 នាទីរសៀលយោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបានប្រើប្រាស់អាវុធធុនតូចនិងធុនធំដោយកំរោលមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិឋានជនស៊ីវិលរស់នៅជាមួយនឹងប្រឌិតព័ត៌មានមិនពិតដោយភាគីទាហានថៃសកម្មភាពបង្កហេតុដោយការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជារំលោភលើសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃក៏បានកើតឡើងតាំងពីរសៀលថ្ងៃទី7ខែធ្នូមកម្លេះនៅចំណុចនៃស្រុកជាំខ្សានខេត្តព្រះវិហារបន្តមកនៅព្រឹកព្រលឹមភាគីថៃបានបើកការវាយប្រហារជាច្រើនចំណុចមានខេត្តព្រះវិហារដល់មានជ័យនិងបន្ទាយមានជ័យជាដើមបណ្ដាលឲ្យរងរបួសប្រជាជនស៊ីវិលមួយចំនួននិងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ត្រូវអស់ជាច្រើនខ្នងប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នភ្លាមសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់សំណេរដោយអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះជាមួយគ្នានេះដែរតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសស្ដីពីស្ថានភាពព្រំដែនគឺកាន់តែអាក្រក់រវាងកម្ពុជានិងថៃមួយរដ្ឋាភិបាលជប៉ុនសូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតានតឹងរវាងប្រទេសកម្ពុជានិងថៃដែលកំពុងតែកើនឡើងម្ដងទៀតដោយសារវិធានការយោធាជាបន្តបន្ទាប់ទោះបីជាសេចក្តីថ្លែងការណ៍រួមតាក់ទងចំនួនព្រំដែនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរកាលពីថ្ងៃទី26ខែតុលាក៏ដោយពីភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ទាំងមូលរដ្ឋាភិបាលជប៉ុនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់នៅការវិវត្តនៃស្ថានភាពរវាងប្រទេសទាំងពីរដោយក្តីបារម្ភហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងជប៉ុនសូមធ្វើការអំពាវនាវជាថ្មីម្ដងទៀតដល់ប្រទេសទាំងពីរឲ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់អនុវត្តការអត់ធ្មត់ជាអតិបរមានិងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនាស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងកាលពីថ្ងៃទី26ខែតុលា3ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការកាត់បន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានារួមទាំងសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានសូមជម្រាបថាគិតមកដល់ម៉ោងនេះយោធាថៃបានបើកការវាយប្រហារដោយប្រដាប់អាវុធមកលើកងកម្លាំងនិងប្រជាជនស៊ីវិលខ្មែរតួលេខបឋមពីខេត្តឧត្តរមានជ័យនិងព្រះវិហារប្រជាពលរដ្ឋស្លូតត្រង់ខ្មែរស្លាប់4នាក់និងរបួស9នាក់រួមទាំងជនភៀសសឹករាប់ម៉ឺននាក់ទៀត